ជើងក្រោមសងមួយរបស់ផលសុភ័ណ្ឌដៃទាត់មកជើងអីយូ Extreme Cambodia គុនខ្មែរដឹកពីសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter Extreme Cambodia គុនខ្មែរគូមិត្តភាពអន្តរជាតិកម្ពុជាអ៊ីរ៉ង់ទឹកទី1បាទកម្លាំងចិត្តខ្លាំងដល់គ្នាបងប្អូនហូមួយបាទគេថាមុំនៅចូលនឹងគឺផុត10វិនាទីហើយអាយអើយតម្រៃភ្លុកពីខៀនគេថាចាំមើលភ្លុកគេថាអាចខ្វេះអាចបុករុះទៅលើកីឡាកររ៉ូមេរ៉ង់ម៉ារីយ៉ាណាដែរបាទណាវីតអាលីសាដេណាវីតមកជើងរបស់ផលសុភ័ណ្ឌផលសុភ័ណ្ឌទាត់រហូតគ្រាប់បែកនៅសាក់ជើងគ្រាប់បែកនេះជើងគាត់សាក់គ្រាប់បែកនឹងកំភ្លើងនឹងដាវសាមរ៉ៃព្យាយាមដើរចូលដាវីតជើងក្រោមមួយសិនផលសុភ័ណ្ឌមកជើងកន្លែងនេះអាយ៉ាបំលាស់ទីលឿនណាស់ទៅវិញទៅមកដូចគ្នាព្យាយាមញាក់ចូលទាត់ជើងក្រោមមកជើងលន់ដល់ហើយបងប្អូនបងប្អូនដែលអត់ដែលមកទស្សនាផ្ទាល់លើសង្វៀន Extreme បាទសប្តាហ៍ក្រោយកុំភ្លេចចូលរួមបាទច្រើនណាស់សប្តាហ៍ក្រោយបាទគឺគូពិសេសចុងក្រោយនេះគឺឡើងចត្រាហើយក៏ខំនាគរាជបាទគាត់បានមកកាន់សង្វៀនវិញព្យាយាមទាត់មកជើងដើរចូលផលសុភ័ណ្ឌព្យាយាមចាក់ជើងក្រោមបាទចង់គេថាកាប់គល់ឲ្យអាគឺដាក់ចង់មកជើងកន្លែងនេះធ្ងន់ណាតែយ៉ាងណាក៏ដោយដាវីតអាលីសាដេនៅដើរចូលមកជើងទៀតអាយ៉ាប្រយ័ត្នខូចកង់ក្រោមណាមកជើងរបស់ផលសុភ័ណ្ឌទៀតផលសុភ័ណ្ឌថយតិចអាលីសាដេនៅតែដើរចូលដល់ទេមកជើងទៀតរបស់ផលសុភ័ណ្ឌសង្ស័យថាផលសុភ័ណ្ឌក៏ឃើញទេណាតម្រៃភ្លុកពីគ្រៀតណាប្រយ័ត្នតិចផលសុភ័ណ្ឌណាក៏ដាប់ដៃរបស់អាលីសាដេគេថាដៃគេគឺធ្ងន់បាទនិយាយជើងក្រោមសងមួយរបស់ផលសុភ័ណ្ឌដៃទាត់មកជើងអីយូកន្លែងនេះមកជើងនេះលើផាច់លោកគួរញ៉ាំការរាប់ហើយ5 6 7 7 8 9 10ថែចប់សពគ្រប់ដែរអបអសាទរផលសុភ័ណ្ឌឥឡូវទាត់ទីទាត់ចុកvàoបែកមែនទេបាទជួយមើលគ្នាចុកមែនទេណាបាទជួយផងគ្រូពេទ្យជួយផងបាទឥឡូវភ្លុករបស់ផលសុភ័ណ្ឌបាទជុលចំកន្លែងណាសូមទស្សនាជាមួយនឹងរូបភាព slow motion ដែលក្រុមការងាររបស់យើងបានបង្ហាញបាទបងប្អូនណាមកទស្សនារូបភាពយឺតៗនេះមិនដៃទៅក្រងជាប់បាទមកជើងដួលបាទចំពេញពោះទឹកនេះតែម្ដងឥឡូវមិនតាន់ងើបរួចទេណាលូកម្ដាយរងចប់ផលសុភ័ណ្ឌកាប់ជើងឆ្វេងមួយជួបក្លៀតក្អមចុងទៅហើមដួលពុកមកចង់ជើងសុភ័ណ្ឌនេះអត់បានទេណាបាទអត់អីគ្រាដល់គ្នា4នាក់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីអបអរសាទរតម្រៃភ្លុកវិឃាតផលសុភ័ណ្ឌអបអរសាទរផលសុភ័ណ្ឌអរគុណលោកគ្រូឡាវស៊ីណាតដែលបានបញ្ជាការប្រកួតExtreme Cambodia គុនខ្មែរដឹកពីសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter